បងប្អូនអើយឥឡូវពេលនេះខ្ញុំមកដល់កំពង់ចាមហើយដល់បងផ្ទះបងធ្វើការមួយគ្នាឥឡូវគាត់ជួលនៅឡើងទៅលើអូយផ្ទះគាត់ធំណាស់នៅកណ្ដាលក្រុងហ្នឹងគាត់ឲ្យឡើងទៅលើនេះគាត់កំពុងរៀបចំបាយទឹកឲ្យហើយអរគុណច្រើនមែនតើសម្រាប់ការស្វាគមន៍របស់បងអញ្ចឹងណាហើយម្ហូបនឹងគាត់ធ្វើអីខ្លះទេហើយនេះកូនខ្ញុំបានជួយលើកចានលើកអីប្រពន្ធជួយដួសបាយដួសអីមកអញ្ចឹងណាហើយម្ហូបនេះអត់ទាន់អស់ហើយបងប្អូននៅច្រើនណាគាត់ហូបអស់ហើយនៅតែខ្ញុំពីរនាក់ប្តីប្រពន្ធហ្នឹងយប់នោះអូដល់កត្រីផងសាច់ផងខមានទាកាប់ផងមានប្រហុកកាប់ផងអូហើយតែពីរនាក់ប្តីប្រពន្ធខ្ញុំទេគាត់ហូបអស់ហើយអញ្ចឹងនេះគឺចាប់ផ្ដើមពឺតហើយប្រពន្ធខ្ញុំចាប់ផ្ដើមពឺតយកហើយមានអីទៀតនេះស្លមានស្លអដេញខ្ទិះត្រីទៀតណាមកលេងផ្ទះអូទាវបងដល់កនេះតែពីរនាក់ប្តីប្រពន្ធទេបានចង់អៀនដែរតែមានណាលេងគាត់បខំអស់លីងគ្មានសល់ទេខ្លាចពុកម្ហូបគាត់សល់អញ្ចឹងចាំមើលវីដេអូបន្ទាប់